តែអ្នកនឹងទេការផ្លាស់ប្ដូរជីវិតមិនចាប់ផ្ដើមពីលុយឬឱកាសទេប៉ុន្តែចាប់ផ្ដើមពីរបៀបគិតរបស់អ្នកជីវិតរបស់មនុស្សម្នាក់តែងតែជួបបញ្ហាការបរាជ័យនិងឧបសគ្គជាច្រើនប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់ខុសពីអ្នកដទៃមិនមែនជាចំនួនបញ្ហាដែលពួកគេជួបទេតែជារបៀបដែលពួកគេគិតចំពោះបញ្ហាទាំងនោះការគិតវិជ្ជមានមិនមែនមានន័យថាយើងមិនមានទុក្ខឬមិនជួបបញ្ហានោះទេវាមានន័យថាទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយយើងក៏នៅតែជឿថាអ្វីអាចប្រសើរឡើងបាននៅពេលដែលអ្នកបរាជ័យកុំគិតថាខ្លួនឯងគ្មានសមត្ថភាពផ្ទុយទៅវិញចូលគិតថាវាគឺជាមេរៀនមួយដែលជួយឲ្យអ្នករឹងមាំជាងមុននៅពេលដែលអ្នកជួបពាក្យរិះគន់កុំឲ្យវាបំផ្លាញក្តីស្រមៃរបស់អ្នកចូលប្រើវាជាកម្លាំងចិត្តដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងចូលចងចាំថាគំនិតវិជ្ជមាននឹងនាំឲ្យមានទង្វើវិជ្ជមានហើយទង្វើវិជ្ជមាននឹងបង្កើតជោគជ័យក្នុងជីវិតថ្ងៃនេះបើអ្នកមិនអាចផ្លាស់ប្ដូរពិភពលោកបានទេយ៉ាងហោចណាស់ចូលចាប់ផ្ដើមផ្លាស់ប្ដូររបៀបគិតរបស់អ្នកជាមុនសិនព្រោះជីវិតដ៏ល្អប្រសើរតែងចាប់ផ្ដើមពីការគិតវិជ្ជមានតែអ្នកគិតវិជ្ជមានដែរឬទេបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូម follow និង share page ដើម្បីទទួលបានវីដេអូថ្មីៗមុនគេ